ចឹងរបៀបអានមកគេបែងចែកទៅតាមវ័យទៅតាមទីតាំងកន្លែងនៃមុខយើងអញ្ចឹងតិចគេគិតចាប់ពីអាយុ1ឆ្នាំទៅដល់14ឆ្នាំតិចស្ដាំតិចឆ្វេងហ្នឹងគឺពី1ឆ្នាំទៅដល់14ឆ្នាំហើយមនុស្សស្រីរាប់ចាប់ពីខាងស្ដាំទៅមនុស្សប្រុសគឺរាប់ចាប់ពីខាងឆ្វេងមកអញ្ចឹងមានអាយុ14ឆ្នាំគេមើលទៅលើតិចកន្លែងថ្ងាសនេះមកកណាត់ថ្ងាសនេះគឺគេមើលនៅពេលដែលគាត់មានវ័យក្មេងពី15ឆ្នាំទៅដល់28ឆ្នាំគេមើលត្រឹមថ្ងាសនេះឡើងលើអញ្ចឹងត្រឹមថ្ងាសកណាត់នេះអញ្ចឹងវាមានភាពសំខាន់គឺថ្ងាសវាពាក់ព័ន្ធអតីតកាលឬក៏វ័យក្មេងចំដៅលើ15ឆ្នាំឡើងលើមុខកណ្ដាលនេះពាក់ព័ន្ធមុខកណ្ដាលចាប់ពីចិញ្ចើមរហូតដល់ក្រោមច្រមុះនេះធំច្រមុះនេះគេកាត់ទុកថាវ័យកណ្ដាលឬក៏វ័យមនុស្សបច្ចុប្បន្នហ្នឹងគឺក្រោមអាយុ50ឆ្នាំវ័យកណ្ដាលហ្នឹងហើយចង្ការបានន័យថាគេរាប់ចាប់គិតពីមាត់មកដល់កន្លែងចង្ការនេះគឺជាចូលវ័យចាស់ហើយវ័យចាស់គឺបានន័យថាលើសពី50ឆ្នាំឡើងលើដូចខ្ញុំវ័យខ្ញុំគឺចាប់គិតពីធំនេះមកហើយអញ្ចឹងវ័យហ្នឹងគឺវ័យចាស់អញ្ចឹងបើសិនជាការបកស្រាយបើថ្ងៃអាក្រក់มันមានន័យថាជីវិតទាំងមូលអាក្រក់ទេដោយសារតែវាអាក្រក់តែមួយផ្នែកណាមួយនៃជីវិតយើងវ័យក្មេងបើចង្ការល្អអនាគតអាចប្រសើរដោយសារតែគេរាប់ចាប់ពីអាយុ50ឆ្នាំឡើងលើវាសនាអាចឡើងឬចុះតាមវ័យដោយសារតែមនុស្សយើងមានតិចថ្ងាសកដាលហើយអានេះអត់ដែរអាក្រក់ទាំងអស់ទេវាមិនដែរអាក្រក់ទាំងអស់ទេអញ្ចឹងវាអាចឡើងចុះនៅតាមវ័យអាយុដែលគាត់មកដល់នឹងឯងអញ្ចឹងហើយបានជាកុំគិតថាអូគេប្រាប់យើងថាចំពោះអាក្រក់មកជីវិតយើងអាក្រក់អត់ចឹងទេគឺវាប្រែប្រួលទៅតាមវ័យទៅតាមទីតាំងដែលយើងប៉ះពាល់